មាត្រា17សមាគមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាខាងផ្លូវភេទអំពើហិង្សាក្នុងគ្រួសារឬអំពើហិង្សាប្រឆាំងនឹងកុមារគ្រប់សមាគមដែលបានប្រកាសដោយត្រឹមត្រូវយ៉ាងតិចបំផុតតាំងពី3ឆ្នាំមុនការប្រឆេទនៃបទល្មើសហើយដែលត្រូវកម្មវត្ថុនៃលក្ខន្តិកៈរបស់ខ្លួនរួមមានការតស៊ូប្រឆាំងនឹងអំពើហិង្សាខាងផ្លូវភេទឬអំពើហិង្សាក្នុងគ្រួសារឬអំពើហិង្សាប្រឆាំងនឹងកុមារនោះអាចប្រើប្រាស់សិទ្ធិដែលទទួលស្គាល់ដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំពោះប្រភេទបទល្មើសដូចតទៅការបៀតបៀនដោយចេតនាដល់អាយុជីវិតការបៀតបៀនដល់បូរណភាពនៃបុគ្គលការបៀតបៀនខាងផ្លូវភេទ